សួស្តីប្រិមិត្តវិលមកជួបគ្នាសារជាថ្មីម្ដងទៀតនៅក្នុងនេតិនេះបច្ចុប្បន្នម៉ោង6:36នាទីវេលាព្រឹកថ្ងៃពុធទី24ខែមិថុនាឆ្នាំ2026ត្រូវនៅម៉ោង5:36នាទីល្ងាចនៅកម្ពុជាថ្ងៃដូចគ្នាកម្ពុជាលឿនជាងសហរដ្ឋអាមេរិកនៃសមុទ្រខាងកើតចំនួន11ម៉ោងនៅក្នុងនេតិនេះខ្ញុំលើកយកមកអធិប្បាយអំពីចៅប្រុសម្នាក់ដែលបានរិះគន់ថាការរៀនគួរហើយនឹងការមិនយកចិត្តទុកដាក់របស់លោកគ្រូអ្នកគ្រូនៅក្នុងថ្នាក់នឹងការដែលបបួលឲ្យសិស្សរៀនគួរអីជាដើមហ្នឹងគឺក្មួយខ្ញុំបានឃើញនៅណាខ្ញុំបានឃើញនៅក្នុងណាខ្ញុំបានឃើញនៅក្នុងFacebook ហើយក៏បានស្ដាប់ក្មួយប្រុសហ្នឹងបាទក៏បានស្ដាប់ក្មួយប្រុសហ្នឹងបាទក៏បានស្ដាប់ក្មួយប្រុសហ្នឹងសរសេរណាក៏បានស្ដាប់ក្មួយប្រុសហ្នឹងសរសេរគឺឃើញថាក្មួយប្រុសហ្នឹងគាត់សរសេរគាត់និយាយគាត់អធិប្បាយអំពីជីវិតរបស់គាត់ក្នុងការដែលគាត់ទៅរៀនទៅអីហ្នឹងស្ដាប់មើលទៅមិនមានអ្វីគួរជាទីចោទប្រកាន់ឬអ្វីគួរជាទីខឹងសម្បានឹងគាត់ទេណាมันមានអ្វីជាទីចោទប្រកាន់និងជាទីខឹងសម្បាចំពោះគាត់ទេស្ដាប់សម្ដីគាត់និយាយណាស្ដាប់សម្ដីគាត់និយាយទៅគឺมันមានអ្វីជាទីចោទប្រកាន់និងជាទីខឹងសម្បានឹងគាត់ទេក្មួយប្រុសដែលនិយាយរឿងរៀនគួរដែលនិយាយអីហ្នឹងណាខ្ញុំស្ដាប់ទៅអត់មានរឿងអីដែលត្រូវខឹងនឹងគាត់ទេណានេះក្មួយប្រុសមួយនេះទស្សនៈរបស់ក្មួយគ្រាន់តែជាទស្សនៈអញ្ចឹងកុំប្រកាន់នេះក្មួយដែលមានសក់វែកចំពីកណ្ដាលពីលើមកនៅថ្ងាសហ្នឹងណាក្មួយហ្នឹងគាត់និយាយអំពីជីវិតរបស់គាត់ចូលរៀនគាត់ក៏បានប្រាប់ថាគាត់អាយុច្រើនហើយគាត់បានប្រាប់ថាគាត់អាយុច្រើនហើយពេលគាត់រៀនហ្នឹងគាត់បាននិយាយថាគាត់ខំរៀនណាតែគាត់មិនបានរៀនគួរទេណាគាត់ខំរៀនគាត់មិនបានរៀនគួរទេគាត់ខំរៀនគាត់មិនបានរៀនគួរទេហើយគាត់និយាយថាគ្រូមិនសូវយកចិត្តទុកដាក់នៅក្នុងថ្នាក់ការនិយាយត្រឹមប៉ុណ្ណឹងមិនមានអ្វីគួរជាទីខឹងសម្បាដល់គាត់ទេគឺអាចទទួលបានថាជាមតិមួយរបស់ក្មេងម្នាក់ដែលខំសិក្សារៀនសូត្រហើយគាត់បានប្រាប់ថាគាត់រៀនមិនពូកែទេតែប្រឡងជាប់គាត់និយាយថាគាត់ក៏ជាសិស្សដែលខំត្រៀមប្រឡងគាត់ជាសិស្សដែលគាត់ខំត្រៀមប្រឡងណាគាត់ជាសិស្សដែលគាត់ខំត្រៀមប្រឡងតែគាត់មិនមែនជាសិស្ស
ដែលរៀនពូកែអ្វីទេអញ្ចឹងការអត្ថាធិប្បាយរបស់គាត់ណាការអត្ថាធិប្បាយរបស់គាត់ខ្ញុំស្ដាប់ទៅណាចៅប្រុសក្មួយប្រុសម្នាក់នេះមិនមានអ្វីធ្វើឲ្យប៉ះពាល់ដល់ណាមិនមានអ្វីធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់បងប្អូនទេបងប្អូនពេញចិត្តបែបណាក៏បងប្អូនអាចធ្វើបានគាត់គ្រាន់តែបញ្ចេញមតិអញ្ចឹងនៅពេលដែលណានៅពេលដែលបងប្អូនបានប្រតិកម្មចំពោះគាត់នោះគឺចំពោះខ្ញុំបានស្ដាប់គាត់និយាយហើយក្មួយប្រុសនឹងនិយាយមានហេតុផលហើយគាត់មិនមែនមានមោទនភាពខ្លួនគាត់ហួសហេតុទេធម្មតាទេបាទគាត់ធម្មតាក្នុងការប្រឹងប្រែងធ្វើណាក្នុងការប្រឹងប្រែងធ្វើនៅបទអត្ថាធិប្បាយមួយដែលគាត់រិះគន់រឿងរៀនគួរខ្លះហើយនឹងគាត់និយាយពីរឿងថាសិស្សនឹងគួរបដិសេធអាការរៀនគួរហ្នឹងដែលមានន័យថាយើងទៀមទាឲ្យគ្រូបង្រៀនយើងបានច្រើននៅក្នុងសាលាដោយមិនចាំបាច់ទៅអែបអបគ្រូទេការដែលនិយាយថាមិនស្គាល់ឈ្មោះគ្រូនោះគឺចង់មានន័យថាកុំអែបអបមិនបាច់អែបអបទេអញ្ចឹងនៅពេលដែលគាត់និយាយបែបហ្នឹងខ្ញុំមិនឃើញមានអ្វីដែលធំដុំទេនឹងខ្ញុំឃើញអញ្ចឹងណាបាទណាអាហ្នឹងអញ្ចឹងអូខេឥឡូវហ្នឹងក៏ឆ្លើយឆ្លងជាមួយនឹងប្រិមិត្តឆ្កែខ្ញុំលោឡាដល់ណាបាទឥឡូវនេះបន្តទៅទៀតនឹងសំណេះសំណាលយករឿងមួយដែលប្រិមិត្តលើកឡើងមកហើយចៅដែលអត់មានប្រយោជន៍តាមមិនឆ្លើយទេហើយបើសិនជានៅតែរុញសំណួរនឹងដែលតានឹងតត់ចេញពី show ណាឧទាហរណ៍ដូចជាចៅមួយដែលសួររឿងអីណាសាគីសួរមានថ្នាំបណ្ដោះសក់ណាល្អប្រើឬទេអីណាសិតទីមកឃ្លាទៀតទៅតត់ចេញពី show តាអូខេសួរមួយអត់អីសួរច្រើនដងច្រើនពេកត្រូវធាក់ចេញពី show អូខេចៅឯងអត់រៀនចៅឯងចេះតែរំខានអូខេតើភូមានិងថៃអាចប៉ះគ្នាទេមេងលីសុកតាំងពីខ្ញុំធ្លាប់រស់នៅប្រទេសថៃទល់មុខឡាវនឹងជាប់ភូមាមិនសូវប៉ះទង្គិចគ្នាទេរវាងកងទ័ពថៃនិងកងទ័ពភូមាឬកងទ័ពថៃនិងកងទ័ពឡាវនឹងមិនសូវជាប៉ះនឹងគ្នាទេណាចៅណាមិនមានអីប៉ះនឹងគ្នាទេអ្វីដែលចៅលើកឡើងមកនិយាយដដែលនេះពីព្រោះចៅមិន
ចេះទទួលព័ត៌មានត្រឹមត្រូវទេគឺចៅច្រើនទទួលព័ត៌មានคล้ายហើយចៅចេះតែលើកយកព័ត៌មានคล้ายហ្នឹងមកនិយាយការដែលចៅអត់ទទួលបានព័ត៌មានត្រឹមត្រូវហើយចៅអត់ស្គាល់ភូមិសាស្ត្ររបស់ទឹកដីនៃភូមិណាចៅអត់ស្គាល់ទឹកដីភូមិហើយអត់ដឹងថាព្រំដែននឹងវាយ៉ាងម៉េចហ្នឹងដូច្នេះចេះតែសួរណាសួរហើយសួរទៀតអំពីរឿងថាភូមិនិងថៃនឹងប៉ះគ្នាដែលតាមការពិតថៃនិងភូមិនឹងវាមិនសូវប៉ះគ្នាទេកូនពួកថៃតាំងពីដើមរៀងមកទើបនឹងពេលថ្មីទេដែលច្បាំងជាមួយខ្មែរយើងពីដើមមកមិនសូវទេអញ្ចឹងបើចង់ស្គាល់នៅភូមិសាស្ត្ររៀនមើលផែនទីតាមទៅបើអត់មើលផែនទីទេចេះសួរប៉ាតណាប៉ាតណីកូនចេះតែសួរប៉ាតណាប៉ាតណីមានន័យថាយើងល្ងងខ្លួនយើងចេះសួរមិនបានភូមិឡាវអីប៉ះជាមួយថៃទេយើងល្ងងកាលណាយើងហាមាត់មកយើងគេដឹងថាយើងនឹងភ្លើយើងចេះតែនិយាយយើងអត់ដឹងរឿងនេះហើយអានោះហើយដែលទឹកដីយើងការពារអត់បានព្រោះយើងល្ងងណាកូនណាអញ្ចឹងបញ្ជាក់ណាបើចង់ដឹងទេងផែនទីវឹបមកហើយបើខ្ជិលទេងផែនទីកុំសួរព្រោះការដែលយើងសួរដោយល្ងីល្ងើកាលណាយើងសួរដោយល្ងីល្ងើពួកថ្ងាស់យើងសួរដោយល្ងីល្ងើពួកថ្ងាស់យើងចេះតែសួរហើយយើងទទួលព័ត៌មានមិនត្រឹមត្រូវយើងទទួលព័ត៌មានមិនច្បាស់លាស់ហើយយើងចេះតែសួរល្ងីល្ងើណាអ្នកដតីគេឮសូរយើងសួរគេសើចពីព្រោះគេដឹងថាយើងនឹងវាល្ងងអញ្ចឹងកុំសួរផ្ដេសផ្ដាស់ត្រូវមើលឲ្យត្រឹមត្រូវក្នុងផែនទីមើលឲ្យត្រឹមត្រូវឧទាហរណ៍ថាវាមានបញ្ហាអីដែលថៃវានិយាយក្នុងកាសែតវាយើងទៅមើលផែនទីហ្នឹងកុំចេះតែសួរកាលណាយើងល្ងងខ្លៅយើងល្ងីល្ងើនឹងរឿងអ្នកដតីរឿងរបស់យើងក៏ល្ងីល្ងើដែរចា៎ប្រទេសសៀមវាមិនសូវប៉ះជាមួយប្រទេសណាទេក៏ប៉ុន្តែវាតែងតែដាក់តបវានៅតាមព្រំដែនជានិច្ចហើយទស្សនៈរបស់កងភូមិន្ទថៃគឺវាតែងតែផ្សព្វផ្សាយថាទឹកដីថៃនេះគឺការពារដោយកងទ័ពថៃចំណែកអំណាចនៅលើដែនដីទី1គេឲ្យស្ដេចធំតែស្ដេចមិនកាន់អំណាចទេទី1គឺស្ដេចធំទី2គឺកងទ័ពហើយកងទ័ពនឹងក្នុងចំណោមកងទ័ពទាំង4ប្រភេទមានតែទ័ពជើងគោកមួយទេធំជាងគេទ័ពជើងគោកនឹងធំជាងគេគឺថាស្អីក៏ដោយក៏ទ័ពជើងគោកគេអ្នកចាត់ចែងដែរអញ្ចឹងឈប់សួរនាំគេសើចណានាំគេសើចបើយើងដូចអត់ដឹងអីសោះសូម្បីតែទឹកដីយើងក៏យើងអត់ដឹងដែររៀនអត់មានសួរណាបន្តិចប៉ះអីអត់មានទេយើងកុំសួរពីព្រោះយើងល្ងងហួសហេតុពេកយើងអត់ស្គាល់ទឹកដីយើងអត់ស្គាល់ភូមិសាស្ត្រណាលឹមសានតាដែលសរសេរលោណាអត់ភ្លើទៅសេរទេអូខេខុសទៅសេលោបើយូរទៅអាលាយភាសាហើយព្រោះសរសេរអញ្ចឹងខ្លួនឯងក៏អានអត់ដាច់ដែរដែលលឺគេនិយាយថាជាង10និង10ជាងទេលឺទាំងពីរ
ហើយរឿងនេះរឿងអត់បានការទេតាបញ្យល់ច្រើនដងហើយបើចៅឯងកើតមកជាខ្មែរហើយមិនចេះស្ដាប់ពាក្យហ្នឹងទេគួរណាស់តែងាប់ទៅវិញពីព្រោះវាភ្លើដល់កំណត់ហើយដែលមិនស្គាល់ពាក្យថាជាង10ហើយនឹង10ជាងឈប់សួរទៅខាតទេណាកូនណាពីដើមបញ្យល់ខ្លះហើយអា1គីឡូកន្លះអីបញ្យល់ហើយកើតជាខ្មែរណាកូនណាបើភ្លើដល់ថ្នាក់មិនស្គាល់ភាសាខ្លួនឯងហើយសរសេរមិនត្រូវហើយភាសាស្ដាប់មិនយល់ទៀតអានឹងគឺអស់និយាយហើយមនុស្សហ្នឹងគឺអស់និយាយហើយចឹងរៀនឲ្យច្បាស់លាស់នៅផ្ទះមានវចនានុក្រមមានសៀវភៅវេយ្យាករណ៍មានសៀវភៅប្រវត្តិសាស្ត្រជាដើមលក្ខណៈយ៉ាងហោចណាស់ខ្មែរម្នាក់គួរមានសៀវភៅយ៉ាងតិចបំផុតហើយ5ក្បាលដែលនៅក្នុងហ្នឹងត្រូវមានវចនានុក្រមមួយក្បាលហើយបើអត់មានវចនានុក្រមទេក៏ត្រូវមានសៀវភៅអីអានដែរដល់ភ្លើមិនស្គាល់1គីឡូកន្លះហើយនឹងកន្លះគីឡូមិនស្គាល់1គីឡូជាងហើយជាង1គីឡូមិនស្គាល់10ជាង10អានឹងភ្លើសតអានឹងកើតមកណាពេលឈ្មោះផ្ទែងមកផ្ទះបាញ់ឡើងឡប់អស់លែងស្គាល់អស់ហើយអញ្ចឹងឈប់សួរទៅកូនអើយតាមវកុំសួរឲ្យគេសើចគេមើលងាយយើងត្រឡប់ទៅរឿងក្មួយមួយចៅមួយដែលនិយាយពីរឿងកុំរៀនអត់រៀនគោរៀនអីហ្នឹងតាមពិតក្មួយហ្នឹងនិយាយជាការបញ្ចេញមតិមួយថាខ្លួនកើតមកទៅរឹងប៉ឹងកុំឲ្យឆ្លក់វែងនឹងទៅអែបអបគ្រូក្មួយហ្នឹងគឺចង់និយាយអញ្ចឹងទេអូខេអញ្ចឹងឈប់ទៅមនុស្សយើងរៀនចូលដល់ថ្នាក់អាយុ14ឆ្នាំយើងរៀន logic ហើយរៀនតក្កវិជ្ជាហើយនៅពេលយើងរៀនតក្កវិជ្ជាបើពាក្យប៉ុណ្ណឹងយើងនៅភ្លើមានន័យថាយើងអត់មានទៅមុខរួចទេណាក្មេងពីអាយុ7ឆ្នាំដល់អាយុ14ឆ្នាំរៀនមួយចំនួនក្រោយអាយុ14ឆ្នាំត្រូវចេះតក្កវិជ្ជាហើយហេតុផលនៃនេះអញ្ចឹងការដែលអ្វីកើតឡើងគឺត្រូវចេះដឹងណាកូនឈប់ល្ងងទៅបើរឿងចាក់បាល់បើរឿងចូលបើរឿងអីយើងប្រកែចុះមិនក៏អាមុខវិជ្ជារបស់ជាតិដែលយើងកើតជាមនុស្សមកយើងភ្លើម្លេះមិនក៏យើងមិនយល់យើងយកអារឿងអញ្ចឹងមកសួរកប្លុកកប្លែងយើងភ្លើហួសយើងអត់យល់ពីអីសោះអញ្ចឹងយើងកើតមកជាមនុស្សខ្មែរហ្មងអូនអញ្ចឹងឈប់ណាកូនណាឈប់ណាហូហេមេសតាខ្ញុំតាមអត់តាន់ទេសូមបញ្យល់ផងស្ដាប់តទៀតចាស្ដាប់តទៅទៀតអូខេទើបតែចាញ់ពីប្រឡងតេស្តសមត្ថភាពហើយភ្លាមឃើញតាឡាយតែម្ដងអូខេលោកតាតន់រឿងនៅស្រុកខ្មែរដែរតាអូខេទេឃើញព្រឹកមិញដោយពីថ្ងៃមុនហ្នឹងមានគេលើកមកសួរអញ្ចឹងក៏ប្រាប់ទៅវិញថាចៅមួយដែលនិយាយពីរឿងចូលរៀនអត់ស្គាល់ឈ្មោះគ្រូហ្នឹងវាអត់មានអីធំដុំទេណាកូនហ្នឹងរៀននៅវិទ្យាល័យជាសឹមសាមគ្គីខ្ញុំក៏អតីតសាលាសាមគ្គីហ្នឹងការពិតគឺគ្រូមិនសូវបង្រៀនម៉ោងរត់គៀបនិងធ្វើបាបសិស្សឲ្យរៀនគួរច្រើនគឺ 60% ហើយនៃគ្រូដែលបង្រៀនខ្ញុំកាលហ្នឹងរៀបឲ្យយើងរៀនគួរអរគុណលឹមអរគុណចំពោះព័ត៌មានបន្ថែមសូម្បីប្រវត្តិវិទ្យាក៏គៀបឲ្យយើងរៀនគួរដែរអរគុណកាលខ្ញុំនៅរៀនទី12គុណភាពបង្រៀនរដ្ឋ
គ្រូមិនសូវពន្យល់ច្បាស់ដូចពេលបង្រៀនគួរសោះសូមលោកតាសោះលោកតាអ្នកដែលគេរៀនគួរគេដឹងវិញ្ញាសាមុនបាត់ហើយខ្ញុំជឿអំពើពុករលួយបែបនេះខ្ញុំជឿកូនខ្ញុំជឿខ្ញុំនឹងនិយាយបន្ថែមរឿងហ្នឹងតែនិយាយត្រូវយកចិត្តទុកដាក់ទាំងសងខាងយកចិត្តទុកដាក់នឹងគុណភាពសិក្សាយកចិត្តទុកដាក់នឹងគុណភាពសិក្សាហើយយកចិត្តទុកដាក់នឹងគ្រូហើយយកចិត្តទុកដាក់នឹងសិស្សត្រូវយកចិត្តទុកដាក់3ទី1គឺស្នើទៅកាន់រាជការឲ្យយកចិត្តទុកដាក់នឹងគុណភាពសិក្សាឲ្យទាន់សម័យ AI នេះទី2យកចិត្តទុកដាក់ទៅលើជីវភាពរបស់គ្រូនិងគុណភាពទី3យកចិត្តទុកដាក់ទៅលើសិស្សដែលរៀននៅសាលានៅក្នុងកម្មវិធីនេះបញ្ហាក្នុងវិស័យអប់រំនេះធំណាស់ពីព្រោះជាបញ្ហាដែលតាក់ទងនឹងទំពាំងស្នងឫស្សីជាបញ្ហាដែលតាក់ទងនឹងការកសាងធនធានមនុស្សជាបញ្ហាបន្តពូជធំណាស់អញ្ចឹងតលតែលើករឿងហ្នឹងមកនិយាយដោយយកចិត្តទុកដាក់ជាទីបំផុតហើយច្រើនដងអានោះអញ្ចឹងវាធំណាស់យើងបន្ទោសគ្រូក៏យើងត្រូវដឹងអំពីមូលហេតុដែលគ្រូចាប់ផ្ដើមបង្រៀនគួរគ្រប់គ្នាយើងត្រូវដឹងមូលហេតុថាម៉េចបានគ្រូបង្រៀនគួររឿងគ្រូប្រងើយកន្តើយក្នុងការយកចិត្តទុកដាក់បង្រៀនសិស្សយើងត្រូវដឹងមូលហេតុរឿងសិស្សដែលប្រឡងទៅអែបអបគ្រូឬសិស្សមិនស្ដាប់បង្គាប់មិនផ្ដល់សេចក្តីគោរពឲ្យគ្រូបាអាចារ្យក៏យើងត្រូវដឹងរឿងប្រឡងចេញមកគុណភាពអន់ក៏យើងត្រូវដឹងរឿងនេះរឿងស្មុគស្មាញច្រើនអញ្ចឹងចាំខ្ញុំលើកយកមកនិយាយម្ដងមួយណាម្ដងមួយណាDavid ច្បាស់ជាមានលោកគ្រូអ្នកគ្រូខ្លះប្រតិកម្មតែខ្ញុំស្ដាប់គាត់ពឹកមិញឃើញថាគាត់មិននិយាយអីធ្ងន់ធ្ងរទេគាត់រិះគន់រឿងរៀនគួរហ្នឹងលោកតាបច្ចុប្បន្នបាត់អ្នកមានបនឃើញចាញ់ឃោសនាសមាធិមួយអូខេមិនសូវចាប់អារម្មណ៍ទេកូន